ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូននៅក្នុងវីដេអូនេះយើងមកមើលពីរបៀបដំឡើងកម្មវិធី Corel Draw ឆ្នាំ2020ជាមួយនឹង license អញ្ចឹងនេះគឺជា file Corel ដែលខ្ញុំទើបតែ download មកពី website official របស់គេតោះបងអញ្ចឹងឥឡូវយើងបើក file នេះដើម្បីពលាមកនៅកន្លែងនេះបងចុច open អូខេអញ្ចឹងបន្តមកទៀតកន្លែងនេះបងចុចនេះបងមិនបាច់ប៉ះកន្លែងណាទេបងមកចុចយកពាក្យថា extract to នេះហ្មងហើយបងមកចុច OK កន្លែងនេះនៅពេលដែលខ្ញុំចុច OK file នេះវានឹងពលា folder មួយដាក់នៅលើ desktop របស់យើងហ្មងទីតាំងរបស់ file ហ្នឹងនៅណាវានឹងពលា folder មួយដាក់នៅកន្លែងហ្នឹងដែរតោះឥឡូវយើងចុចOK មកតោះបងចឹងឥឡូវនេះការពលារបស់យើងបានចប់ហើយបងបិទកម្មវិធីនេះមកបន្តមកទៀតបងមកបើក folder ដែលយើងពលាមុនហ្នឹងមិញតោះបងនៅកន្លែងនេះបងបើក folder x64 នេះហើយកន្លែងនេះបងចុច double click នៅលើ file setup នេះ file setup ដែលមាន extension ឬក៏ type ជា application នេះតោះបងកន្លែងនេះគេសួរយើង yes ឬ no ហ្នឹងបងចុច yes មកតោះបងឥឡូវយើងចុច agree មួយហើយនៅកន្លែងនេះបងត្រូវដាក់ serial ត្រូវដាក់ license key ឥឡូវយើងទៅបើក license key របស់យើងមកអញ្ចឹងនេះគឺជា license key ខ្ញុំ copy ហើយខ្ញុំយកមកផាសចូលកន្លែងនេះខ្ញុំ control V ហើយបងចុច next នៅកន្លែងនេះបងចុច type icon នេះមកអូខេបងចុចឥឡូវនេះសម្រាប់ការដំឡើងកម្មវិធី Corel របស់យើងវា complete ត្រឹមប៉ុណ្្នឹងហើយអញ្ចឹងនៅកន្លែងនេះបងចុច minimize ដើម្បីតម្លាក់សិនមកតោះបងបន្តមកទៀតនៅកន្លែងនេះបងត្រូវ register អញ្ចឹងដើម្បី register គឺយើងត្រូវការ email មួយត្រូវការ Gmail ហើយនឹងបងត្រូវបង្កើត password ដើម្បីប្រើជាមួយនឹង Corel នេះតោះបងអញ្ចឹងឥឡូវនេះខ្ញុំមាន Gmail របស់ខ្ញុំស្រាប់ហើយខាងនេះគឺខ្ញុំវាយចូលមកបន្តមកទៀតខ្ញុំត្រូវដាក់ password សម្រាប់ password គឺយើងត្រូវដាក់ឲ្យមានលេខខ្លះមាននិមិត្តសញ្ញាខ្លះហើយនឹងមានអក្សរហ្នឹងត្រូវមានអក្សរធំមួយអីដែរអញ្ចឹងណាហើយឲ្យបានពី8ខ្ទង់ឡើងទៅអញ្ចឹងខ្ញុំដាក់លេខខ្ញុំដាក់សញ្ញាហើយខ្ញុំដាក់អក្សរអានេះយើង confirm មកខ្ញុំដាក់លេខចូល password ដដែលមុននឹងមិញហ្នឹងហើយកន្លែងប្រទេសនេះខ្ញុំត្រូវរើសយកប្រទេសកម្ពុជាមកអញ្ចឹងខ្ញុំចុចបែបហ្នឹងហើយបងចុចអក្សរ C ដើម្បីបដូរមកប្រទេសកម្ពុជាហើយយើង select យកវាមកនៅកន្លែងនេះបង tick ឲ្យអស់មកហើយបងចុច continue ដើម្បី register អូខេបងទាំងអស់គ្នាអញ្ចឹងនៅកន្លែងនេះដោយសារតែខ្ញុំដាក់ password វាអត់ត្រូវគ្នាអញ្ចឹងវាចេញមកបែបនេះឥឡូវយើងមកដាក់ password ម្ដងទៀតមកអញ្ចឹង password ហ្នឹងបងត្រូវវាយឲ្យត្រូវគ្នាបានវាឲ្យតោះបងឥឡូវខ្ញុំចុច continue ម្ដងទៀតអូខេបងទាំងអស់គ្នាអញ្ចឹងឥឡូវនេះសម្រាប់ការដំឡើងកម្មវិធី Corel ហើយនឹងការ sign in complete ត្រឹមប៉ុណ្ណឹងអញ្ចឹងឥឡូវនេះខ្ញុំសូមបិទ browser របស់យើងមកហើយបន្តមកទៀតបងចុច finish នេះនៅកន្លែងនេះបងចុច finish ដែរមកតោះបងអញ្ចឹងឥឡូវនេះគឺយើងបានបញ្ចប់ការដំឡើងហើយឥឡូវបងមកបើកកម្មវិធីរបស់យើងបងមកតេស្តកម្មវិធីរបស់យើងមកអូខេបងអញ្ចឹងនេះគឺជាកម្មវិធី Corel ដែលយើងបានបើកមុនហ្នឹងមិញឥឡូវបងបើកតេស្តមួយមក
ហើយនៅកន្លែងនេះបងចុច close មកបងចង់ tick កន្លែងនេះក៏បានបង close ក៏បានបើយើង tick កន្លែងនេះផ្ទាំងមួយនេះវាឡើងចេញមកបើបងអត់ចង់ឃើញផ្ទាំង update វា alert យើងទេបងចុចមួយនេះតើបងអញ្ចឹងឥឡូវនេះសម្រាប់ការដំឡើងកម្មវិធី Corel ហើយនឹងការ register ជាមួយនឹង account Corel នេះគឺសូមបញ្ចប់ត្រឹមប៉ុណ្្នឹង